នាងមានលុយយកមកឲ្យខ្ញុំដែរមែនទេនាងបានលុយមកពីណាទៅឬក៏ជាលុយដែលបានមកពីការលក់ខ្លួនសុនីមិនថាពេលនេះអូនមានអ្នកណាអូនបដិសេធបងបែបណាប៉ុន្តែអូនដឹងទេក្តីស្រឡាញ់ដែលបងមានឲ្យអូនគឺធំធេងខ្លាំងណាស់បងមិនដែលផ្ដល់ក្តីស្នេហាបែបនេះឲ្យនរណាម្នាក់ពីមុនមកទេបងសន្យាជាមួយខ្លួនឯងរួចហើយមិនថាចម្លើយរបស់អូនបែបណានោះទេបងនឹងនៅរងចាំអូនឆ្លើយថាស្រឡាញ់បងស្រឡាញ់អូនណាស់សុនីរឿងចំណងស្នេហ៍កម្មភាគទី11នាង Jasmine ធ្វើឲ្យញាប់ដៃញាប់ជើងបន្តិចទៅមើលបើនាងនៅធ្វើការស្ពឹកបែបហ្នឹងពេលណាទៅរួចរាល់ទៅធ្វើអីឲ្យចេះគិតពិចារណាផងខ្ញុំយកលុយទៅជួលនាងមិនមែនយកกระดาษទៅជួលនាងនោះទេនាងធ្វើអីឲ្យចេះខ្លាចក្រាញ់ចវាយនាងខ្លះផងទៅលោកយងនេះខ្ញុំមិនបានជាកជាដាច់ថ្លៃរបស់លោកទេណាលោកខាងខ្ញុំធ្វើឲ្យបើមានចិនក៏ឆាប់ចង់មកជួយមកកុំបានតែនិយាយអត់ប្រយោជន៍ពេកខ្ញុំពិតជាថ្លឹងណាស់កុំសំដីលយពេកណាឆាប់ទៅធ្វើការវិញទៅកុំមកឆ្លើយឆ្លងជាមួយខ្ញុំទុកឲ្យខ្ញុំនិយាយប្រាប់នាងបណ្ដើហើយនាងធ្វើបណ្ដើទៅពេលធ្វើហើយទៅផ្សារទិញត្រីដេញនិងផ្លែស្វាយមកផងថ្ងៃនេះខ្ញុំចង់ញ៉ាំត្រីដេញអាំងជាមួយនឹងបុកស្វាយហើយពេលអាំងមើលភ្លើងឲ្យឆ្អិនស្រួលបួលកុំឲ្យខ្លោចដូចថ្ងៃមុនចាខ្ញុំដឹងហើយលោកអស់ការនិយាយហើយណាបើអស់ហើយចេញទៅកុំមករំខានខ្ញុំពេកខ្ញុំពិតជាធន់ណាស់ចង់នៅម្នាក់ឯងមិនមែននៅពីមុខមនុស្សប្រុសដូចជាលោកឡើយពេលធ្វើម្ហូបហើយកុំទាន់ញ៉ាំបាយត្រូវទៅបោកខោអាវឲ្យខ្ញុំសិនព្រោះខ្ញុំគ្មានអីស្លៀកធ្វើការទេកុំភ្លេចបញ្ជារបស់ខ្ញុំឲ្យសោះណាសុំបញ្ជាក់ម្ដងទៀតស្អែកនេះខ្ញុំគ្មានអីស្លៀកទេមិនអីទេណាចាំប្រមូលទុកឲ្យខ្ញុំនៅក្នុងបន្ទប់របស់លោកចន់ណាចាំខ្ញុំត្រូវប្រមូលយកទៅបោកឲ្យប៉ុណ្ណឹងអស់ចលោកហើយណានៅទេចាំស្ដាប់បញ្ជារបស់ខ្ញុំបន្តទៀតខ្ញុំមិនចូលចិត្តពាក់ខោអាវដែលបោកដោយម៉ាស៊ីននោះទេអ្នកនាង Jasmine ត្រូវទៅយកខោអាវរបស់ខ្ញុំទៅបោកដោយដៃបោកឲ្យស្អាតផងព្រោះខោអាវរបស់ខ្ញុំមានតម្លៃជាងអ្នកនាងទៅទៀតបើសិនជាមានតម្លៃដល់ថ្នាក់ហ្នឹងលោកបើកុកខ្លួនឯងតែងមិនចាំបាច់មកប្រើខ្ញុំនោះទេបានហើយខ្ញុំពិតជាហត់ណាស់កុំមករអ៊ូរងើនៅតិចរបស់ខ្ញុំទៀតពិតជាគួរធុញនាងគ្មានសិទ្ធិមកតវ៉ាជាមួយខ្ញុំទេណាខ្ញុំជាចៅហ្វាយរបស់នាងខ្ញុំចង់ប្រើនាងយ៉ាងម៉េចក៏បានវាជាសិទ្ធិរបស់ខ្ញុំនាងកុំមកប្រកែកជាមួយខ្ញុំនាំតែខាតពេលអីខ្ញុំបញ្ជាឲ្យធ្វើអីធ្វើតាមតែខ្ញុំទៅតែកាត់ឲ្យលោកធ្វើនេះវាដូចជាហួសហេតុពេកហើយណាលោកកំពុងតែរំលោភលើកម្លាំងពលកម្មរបស់ខ្ញុំហើយណាលោកយូកុំជ្រុលហួសហេតុពេកលុយរបស់លោកវាមិនច្រើនណាស់ណាជាងលុយរបស់ម៉ាក់យ៉ាងម៉េចចង់និយាយពីអីហ្នឹងក្រែងមួយថ្ងៃនាងធ្វើការឲ្យខ្ញុំ8ម៉ោងមែនណាខ្ញុំប្រើនាងប៉ុណ្ណឹងគឺនៅស្ទើរណាស់ហើយបើខ្ញុំចង់រំលោភលើកម្លាំងពលកម្មរបស់នាងមែនតើវាយ៉ាងម៉េចទៅហ៎នាងចង់ធ្វើអីខ្ញុំហ៎និយាយមកមើលថានាងចង់ធ្វើអីខ្ញុំនេះលោកកំពុងតែឌឺដងដាក់ខ្ញុំមែនទេញាក់ចិញ្ចាំដាក់ខ្ញុំទៀតលោកកំពុងតែជឿជាក់លើខ្លួនឯងមែនទេហើយលោកយូកុំសាធ្វើរឹកលុយដាក់ខ្ញុំពេកប្រយ័ត្នខ្លួនតិចតែហើយវាយ៉ាងម៉េចចង់ធ្វើអីខ្ញុំមិនមែនឬមួយក៏ចង់វាយខ្ញុំវាយមកខ្ញុំឈរឲ្យនាងវាយហើយតើឆាប់វាយមកនេះលោកឌឺដងជាមួយខ្ញុំមែនទេលោកយូនេះយកមកដៃទៀតតែអូយឈឺណាស់ម៉ាក់នាងច្មក់នេះដៃធ្ងន់ណាស់កូនមិនដឹងអីផងមកវាយកូនគិតទៅមនុស្សគ្មានហេតុផលដូចជានាងគួរតែបីកញ្ញរាប់មួយអីទេបានសមបើកូនមិនទៅរករឿងគេម៉ាក់ជឿថា Jasmine ក៏មិនទៅធ្វើអីកូនដែរណាយូមានតែកូនទេងដែលទៅញាស់គេមុននោះទៅម៉ាក់ជឿដោយពាក្យចាស់លោកពូថាទំពូមិនទៅភ្នៅក៏មិនមកដែរបាត់មែនហើយអ្នកមីងខ្ញុំនៅតែខ្ញុំទេងលើកយកម្រករឿងខ្ញុំខ្លួនឯងហើយឌឺឲ្យខ្ញុំវាយគាត់ទៀតណែនាងនេះខ្ញុំនិយាយតាមស្រួលទេណាគឺនាងទេដែលហក់មកវាយខ្ញុំនោះគិតទៅមនុស្សដូចជានាងពេលនៅចិត្តខ្ញុំឡើងដូចអ្នកក្លាហាននៅក្នុងរឿងចិនតែពេលនៅពីមុខម៉ាក់ខ្ញុំវិញធ្វើខ្លួនដូចជាជនរងគ្រោះអញ្ចឹងខ្ញុំជ្រិញនាងខ្លាំងណាស់ម៉ាក់បានមើលតាមកាមេរ៉ាសុវត្ថិភាពអស់ហើយមានតែសម្លេងកូនទៀតណាយូនេះកូនកុំក្បាលខូចពេកបើថាស្រឡាញ់ Jasmine ក៏សារភាពទេចាំម៉ាក់រៀបចំសំគុំឲ្យអូឲ្យខ្ញុំទៅយកនាងនោះ
បានហើយម៉ាក់គ្មានរឿងនឹងកើតឡើងនោះទេជាតិនេះទោះបីជាស្រីក្នុងពិភពលោកមានតែនាងម្នាក់ក៏ខ្ញុំមិនយកនាងដែរពិតជាយ៉ាប់ណាស់កូននេះធំហើយនៅធ្វើចរិតដូចជាកូនក្មេងទៀនពីបាបបដៅមែនតាំងតែពីក្មេងរហូតដល់កម្លាំងកូនចាស្មីនកុំប្រកែប្រកាន់នឹងបងអីណាកូនកូនយកតែប៉ុណ្្នឹងឯងកុំតូចចិត្តតូចថ្លើមអីហ្នឹងមិនអីទេណាអ្នកមីងចាស្មីនមិនមានបញ្ហាអ្វីនោះទេរឿងបែបនេះវាសមជាមួយនឹងចាស្មីនតាហែងក្មួយសមជម្រាបលាអ្នកមីងតែធ្វើការបន្តសិនហើយហ្នឹងចាអញ្ជើញចោះណាកូនមីងមិនរំខានយូរនោះទេហ្នឹងសូនីកុំខ្លាចណាចាំខ្ញុំជាអ្នករ៉ាប់រងគ្រប់យ៉ាងជំនួសសូនីទៅចុះខ្ញុំមិនបដ ாய் ឲ្យបងយុស្ដីឲ្យនាងទេខ្ញុំសន្យានឹងការពារនាងណាប៉ាត់មែនឯនេះតែធ្វើបែបនេះដូចជាមិនសមនោះទេខ្ញុំមានអារម្មណ៍ថាខ្ញុំទេដែលគូតែទទួលរ៉ាប់រងនៅកិច្ចការទាំងអស់នេះដោយខ្លួនឯងមិនចង់រំខានដល់លោកឡើយខ្ញុំប្រាប់នាងប្រមាណដងហើយឲ្យតែឃើញស្នាមញញឹមរបស់នាងបែបនេះខ្ញុំមិនខ្លាចហត់ឬក៏អាចនិយាយបានថាខ្ញុំមិនខ្លាចអ្វីទាំងអស់បើបែបហ្នឹងមែនខ្ញុំនឹងញញឹមឲ្យលោកឃើញបែបនេះរហូតហើយហ្នឹងសង្ឃឹមថាលោកនឹងមិនធន់តែចាស់ញញឹមមួយជីវិតក៏ខ្ញុំមិនធុញដែរណាខ្ញុំចង់ឃើញស្នាមញញឹមរបស់សូនីរហូតដល់ខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់នៅលើផែនដីនេះនិយាយការពិតទៅចោះហ្នឹងខ្ញុំមិនចង់ឲ្យលោកនឹងបងប្រុសរបស់លោកឆ្លោះគ្នាដោយសារតែកំហុសរបស់ខ្ញុំនោះទេខ្ញុំជាអ្នកដែលធ្វើឲ្យបានខ្ញុំសាកសមនឹងទទួលកំហុសមួយនេះនាងមិនដឹងទេថាបង្យុកជាមនុស្សកាចបែបណាខ្ញុំមិនចង់និយាយច្រើនពីគាត់ទេគ្រាន់តែដឹងថាបើសិនជាខ្ញុំមិនទទួលកំហុសនោះជំនួសនាងទេអ្នកនាងអាចនឹងត្រូវប្រឈមមុខទៅនឹងការបញ្ឈប់ចេញពីក្រុមហ៊ុនអរគុណលោកខ្លាំងហើយណាលោកឆៃខ្ញុំសន្យាថានឹងមិនភ្លេចគុណរបស់លោកទេណាចាំខ្ញុំផ្ដល់កាដូមួយឲ្យលោកហើយកាដូនោះខ្ញុំមិនដែលផ្ដល់ឲ្យអ្នកណាផ្សេងឡើយពិតមែនអីនាងនេះកុំកុហកខ្ញុំណាប្រាប់ខ្ញុំមុនមកថានាងនឹងផ្ដល់កាដូអ្វីមកកាន់ខ្ញុំកុំប្រាប់ខ្ញុំថានាងសូនីព្រមបកលបេះដូងមកឲ្យខ្ញុំឲ្យសោះណាប៉ាត់ច្រឡប់មែនបើសិនជាខ្ញុំឲ្យបេះដូងទៅលោកតើខ្ញុំមានបេះដូងឯណាសម្រាប់រស់នៅបន្តទេលោកនេះកុំថ្មីខ្លាំងពេកណាលោកអនុប្រធានកំហើញបើថាអញ្ចឹងនាងចង់បកលកាដូបែបណាមកឲ្យខ្ញុំនោះខ្ញុំឮថាសំខាន់ស្មានតែជាកាដូបេះដូងតាព្រោះសម្រាប់ខ្ញុំរបស់ដែលសំខាន់ជាងគេនោះគឺបេះដូងរបស់នាងនឹងហើយមិនមែនទេណាខ្ញុំនឹងកំដរលោកដើរលេងនៅតាមខេត្តមួយរយៈណាលោកយល់ព្រមដែរទេបើថាមិនយល់ព្រមទេក៏មិនអីដែរខ្ញុំមិនហ៊ានបង្ខំទេណាឲ្យតែបាននៅចិត្តនាងខ្ញុំគ្មានថ្ងៃបដិសេធជាដាច់ខាតខ្ញុំរីករាយជាមួយគ្រប់យ៉ាងនិងគ្រប់កន្លែងដែលមានអ្នកនាងនាងចាស់មិនដាច់ចិត្តមកមើលខ្ញុំហើយមែនទេខ្ញុំស្មានតែនាងស្អប់ខ្ញុំហើយខ្ញុំក៏មានកូនចិត្តមួយគិតថាអ្នកនាងមិនចង់ជួបខ្ញុំទៀតនោះទេមិនមែនចឹងទេណាការ៉ាន់ខ្ញុំមានតែខ្មាស់លោកទៅវិញទេដែលធ្វើឲ្យលោកខ្លាចជាបែបនេះខ្ញុំមានអារម្មណ៍ថាមានកំហុសឆ្គងជាមួយលោកខ្លាំងណាស់ការដែលខ្ញុំមកនេះក៏ប្រតិចង់សុំទោសលោកណាការ៉ាន់គ្រប់យ៉ាងគឺមកពីខ្ញុំបើសិនជាគ្មានវត្តមានរបស់ខ្ញុំនោះទេលោកក៏មិនខ្លាចទៅជាដូច្នេះដែរមិនមែនជាកំហុសរបស់អ្នកនាងទេខ្ញុំមិនចង់ឃើញអ្នកនាងមានអារម្មណ៍ថាខុសដោយសារតែខ្ញុំនោះឡើយអ្នកនាង Jasmine គ្រប់យ៉ាងគឺខ្ញុំជាអ្នករើសខ្ញុំបានសម្រេចចិត្តថារត់ទៅរងគ្រាប់ជំនួសអ្នកនាងនោះជាការសម្រេចចិត្តរបស់ខ្ញុំមិនចង់ឲ្យអ្នកនាងមានអារម្មណ៍ថាខុសនោះទេសូមគោរពដល់ការសម្រេចចិត្តរបស់ខ្ញុំផងណា Jasmine ពីព្រោះអីខ្ញុំស្រយ៉ាងមិនដែរការ៉ាន់និយាយបន្តទៀតមកណាខ្ញុំមានអារម្មណ៍ថាពេលបាននិយាយជាមួយលោកខ្ញុំពិតជាស្រស់ស្រាយនៅក្នុងចិត្តខ្លាំងណាស់ខ្ញុំចង់ប្រាប់លោកថាខ្ញុំពិតជាចូលចិត្តលោកត្រឹមតែចូលចិត្តទេមែនទេមិនអាចលើសពីនេះទេត្រូវដែរទេអ្នកនាង Jasmine ខ្ញុំនិយាយលេងទេណាកុំយកទុកនៅក្នុងចិត្តអីខ្ញុំក៏ចង់ប្រាប់អ្នកនាងវិញដែរថាខ្ញុំក៏មានអារម្មណ៍ដូចជាអ្នកនាងដូចគ្នាគ្រប់ពេលដែលខ្ញុំបានសន្ទនាជាមួយនឹង Jasmine
គឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងៗតែម្ដងគឺខ្ញុំមិនដែលជួបអារម្មណ៍បែបនេះពីមុនមកនោះទេ លោកការ៉ាន់ខ្ញុំសួររឿងផ្ទាល់ខ្លួនរបស់លោកតែចាស់ណាស់តើលោកធ្លាប់មានតំណែងស្នេហាពីមុនមកទេសំតណាស់បើសិនជាសំណួររបស់ខ្ញុំធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោក ខ្ញុំប្រាប់នាងតាមត្រង់ខ្ញុំមិនដែលមានស្នេហាពីមុននោះទេតែខ្ញុំកំពុងតែលួចស្រឡាញ់មនុស្សម្នាក់ខ្ញុំមិនដឹងថាគេដឹងខ្លួនឬក៏អត់នោះទេតែខ្ញុំក៏មិនខ្វល់ខ្ញុំដឹងត្រឹមតែឃើញគេមានសេចក្តីសុខខ្ញុំក៏សប្បាយចិត្តណាស់ទៅហើយ តើនារីម្នាក់នោះជានរណាទៅនឹងអីក៏មានសំណាងម៉េងបានជាលោកការ៉ាន់ដាក់ចិត្តស្រឡាញ់យ៉ាងនេះខ្ញុំជូនពរឲ្យលោកទទួលបានគេឆាប់ហ្នឹងហើយកុំភ្លេចឲ្យខ្ញុំញ៉ាំកាផង នេះនាងមិនដឹងអ្វីសោះមែនទេមើលទៅប្រហែលជានាងមិនខ្វល់ពីការស្រឡាញ់របស់ខ្ញុំបន្តិចសោះឡើយខ្ញុំប្រហែលជាត្រូវកាត់ចិត្តពីនាងហើយអរគុណណាស់ Jasmine តែខ្ញុំគិតថាមិនអាចនោះទេព្រោះគេមានមនុស្សនៅក្នុងចិត្តរបស់គេហើយខ្ញុំស្មានតែគេដាច់ស្រេចជាមួយអ្នកចាស់គេហើយតែការពិតទៅគឺមិនអញ្ចឹងនោះទេគេនៅតែតាក់ទងគ្នាដូចដើម នៅពេលខ្លះមិនដូចជាអ្វីដែលយើងគិតទាំងអស់ក៏ថាបានដែរណាកុំអស់សង្ឃឹមក្នុងជីវិតខ្ញុំជឿថាមនុស្សល្អដូចជាលោកការ៉ាន់មិនខ្វះមនុស្សស្រីដែលចង់បាននោះទេហើយការដែលខ្ញុំមកជួបលោកនេះក៏ប្រតែខ្ញុំមានពាក្យខ្លះចង់ប្រាប់ទៅកាន់លោក ពីអីទៅនាង Jasmine ឆាប់ប្រាប់ខ្ញុំមកណាសូមបញ្ញាប់បន្តិចមកនាងខ្ញុំចង់ដឹងនិងចង់ឮខ្លាំងណាស់ ខ្ញុំសម្រេចចិត្តហើយថាខ្ញុំនឹងលាឈប់ពីការងារមួយនេះដែលសារតែខ្ញុំមានកាតព្វកិច្ចជាច្រើនទៀតដែលមិនទាន់បានធ្វើរួចរាល់សង្ឃឹមថាលោកការ៉ាន់នឹងយល់ផងនេះ មិនអីទេណាឲ្យតែ Jasmine សប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរតែមុនពេលដែលនាង Jasmine ចាញ់ទៅខ្ញុំសុំនាងរឿងមួយបានដែរទេសង្ឃឹមថានាងនឹងយល់ព្រមទៅចុះណា បើសិនជាលោកការ៉ាន់សប្បាយចិត្តខ្ញុំប្រកាសជាយល់ព្រមណាស់ណាមួយចាត់ទុកថាជាកាដូនៅពេលដែលលោកបានជួយជីវិតរបស់ខ្ញុំទៅចាស់និយាយមកណាខ្ញុំចាំស្ដាំ បើសិនជានាងយល់ព្រមខ្ញុំសូមឲ្យនាង Jasmine កុំចាកចេញពីខ្ញុំបានទេតែបើសិនជានាងសម្រេចចិត្តរួចហើយខ្ញុំក៏ព្រមដោះលែងនាងមិនខាត់នោះទេ ខ្ញុំបានទេដឹងនៅសំណើនេះមុនបាត់ទៅហើយណាលោកការ៉ាន់មិនអីទេណាខ្ញុំសូមពេលវេលាគិតមួយរយៈសិនណាខ្ញុំនឹងប្រាប់លោកវិញនៅពេលក្រោយទៅចាស់ នៅខាងមុខផ្ទះនោះគឺជាឡានថ្មីរបស់កូនដែលប៉ានិងម៉ាក់បានទិញជាកាដូពេលដែលគ្រួសារពួកយើងបានជួបជុំគ្នាវិញប៉ានិងម៉ាក់សប្បាយចិត្តណាស់នេះជាអ្វីដែលប៉ាម៉ាក់តែងតែប៉ងនឹងរងចាំមកជាយូរណាស់មកហើយ មែនហើយកូនទោះបីជាពេលនេះកូនសូនីព្រមរស់នៅផ្ទះរបស់ពួកយើងវិញតែម៉ាក់មានអារម្មណ៍ថាមិនសប្បាយចិត្តសោះពីព្រោះកូន Jasmine របស់ម៉ាក់មិនដឹងថាកំពុងតែនៅទីណានោះទេ កូនក៏មិនដឹងដែរថាបងចាស់មីននៅទីណាដែរនោះលោកការ៉ាន់បានទូរស័ព្ទមកកូនបាញ់មកនេះថាបងចាស់មីនដាក់ពេលលេឈប់ពីការងារហើយសម្រាប់កូនគិតថាបងចាស់មីនមិនទាន់រំសាយកំហឹងពីប៉ាម៉ាក់នោះទេ បើសិនជាកូន Jasmine មិនព្រមមកនៅទីនេះវិញក៏ហីទៅចុះប៉ុន្តែប៉ានិងម៉ាក់សុកចិត្តទិញផ្ទះថ្មីមួយផ្សេងទៀតដើម្បីឲ្យកូន Jasmine រស់នៅព្រោះថាកូនអាចស្អប់ម៉ាក់ប៉ាបានតែក្តីស្រឡាញ់ដែលប៉ាម៉ាក់មានចំពោះគេគឺគ្មានអ្វីមកប្រៀបផ្ទឹមបានទេ បាត់ដំណឹងរបស់កូនបែបនេះខ្ញុំខ្លាចក្រែងតែកូនមានបញ្ហាអ្វីនោះទេណាប៉ាវីឆាប់ជួលគេឲ្យតាមរកកូនស្រីរបស់យើងមកវិញមកណាខ្ញុំពិតជាបារម្ភខ្លាំងណាស់ មែនហើយម៉ាក់វាខ្ញុំទៅនឹកឃើញពេលដែលម៉ាក់វាឯងនិយាយចាំមើលខ្ញុំតាក់ទងទៅខាងមន្ត្រីប៉ូលីសសិនកូន Jasmine ហើយកូនហេតុអីបានជាកូនទៅជាបែបនេះទៀតហើយនេះនាងទៅនិយាយអីជាមួយនឹងប្អូនប្រុសរបស់ខ្ញុំខ្លះទៅ Jasmine ខ្ញុំប្រាប់នាងណានាងជាប់កុងត្រាជាមួយខ្ញុំនាងមិនអាចចាញ់ទៅណាបាននោះទេខ្ញុំមិនអនុញ្ញាតឲ្យនាងទៅដោយងាយៗនោះទេ កងត្រែងតែតម្លៃកងត្រានៅប្រមាណដែរទេប្រាប់ខ្ញុំមកណាខ្ញុំនឹងបាំងផ្ដាច់នឹងមិនអាចជីវិតរបស់ខ្ញុំតាក់ទងជាមួយលោកទីនោះទេ លុយ នាងមានលុយយកមកឲ្យខ្ញុំដែរមែនទេនាងបានលុយមកពីណាទៅឬក៏ជាលុយដែលបានមកពីការលក់ខ្លួន អ្នកនាង Jasmine
មនុស្សដូចជានាងពិតជាគួរឲ្យខ្លាចណាស់ លោកយូនេះលោកកំពុងតែមើលងាយខ្ញុំពេកហើយណាលោកបារិនសូនមានចំណេះដឹងខ្ពង់ខ្ពស់លោកគូតែចេះឲ្យតម្លៃមនុស្សស្រីផងតែលោកមានម្ដាយមានបងប្អូនជាមនុស្សស្រីមិនគូណាលោកប្រាប់ពាក្យបែបនេះមកដាក់ខ្ញុំនោះទេ ខ្ញុំឲ្យតម្លៃទៅលើមនុស្សណាដែលមានតម្លៃតែប៉ុណ្ណោះមនុស្សដូចជានាងគ្មានតម្លៃសម្រាប់ខ្ញុំទេខ្ញុំប្រាប់នាងនៅ Jasmine តម្លៃរបស់នាងគឺមិនស្មើនឹងសត្វចិញ្ចឹមរបស់ខ្ញុំផង អាមនុស្សប្រុសថោកទាបកាត់តសម្ដេចថោកទាបបែបនេះក៏លោកនិយាយចេញមកដែរខ្ញុំសួរលោកឯងតាមត្រង់ណាលោកឯងមានកំណត់មកវិញជាមួយខ្ញុំឲ្យប្រកាសទេមិនបានជាមកចងកម្មពីជាមួយខ្ញុំមិនឈប់បែបនេះ ល្អណាស់ខ្ញុំប្រាប់នាងមកតាមខ្ញុំមកចាំខ្ញុំប្រាប់នាងថាមានរឿងអ្វីកើតឡើងហើយនាងបានធ្វើអ្វីខ្លះមកលើខ្ញុំនឹងឲ្យនាងដឹងថាការឈឺចាប់របស់ខ្ញុំដោយសារតែនាងវាមានទំហំធំធេងប៉ុណ្ណាឆាប់មក ឡើងដៃខ្ញុំតែងលោកយូឆាប់ឡើងខ្ញុំតែងកុំអោបខ្ញុំណាខ្ញុំពិតជាឈឺណាស់ឡើងដៃរបស់ខ្ញុំតែងលោកមានតែចិត្តស្ដាប់ដៃទេអើយខ្ញុំឈឺណាស់លោកយូលោកចង់នាំខ្ញុំទៅណាហ្នឹងឆាប់ឡើងភ្លាមតែងបើសិនជាលោកមិនព្រមឆាប់នោះទេប្រយ័ត្នខ្ញុំលោតចុះពីលើឡានទៅណា នាងចង់លោតមែនទេលោតទៅលោតមើលឡានផងប្រយ័ត្នងាប់ខានបានដឹងការពិតខ្ញុំប្រាប់នាងណាជីវិតរបស់នាងក្នុងកាយភ្នែករបស់ខ្ញុំនេះវាគ្មានតម្លៃសំបីតែបន្តិចសោះឡើយ លោកយូលោកជួយបើកអាយុជាងនេះបន្តិចបានទេខ្ញុំពិតជាខ្លាចណាស់កុំបើកលឿនពេកឯងណាផ្លូវនេះសម្បោផ្លូវកែងនឹងឡានកងតណាឆ្លងកាត់ណាស់ នៅឲ្យតែស្ងៀមទៅខ្ញុំមិនភ្លើបើកទៅចូលឡានគេទេខ្ញុំស្រឡាញ់អាយុជីវិតរបស់ខ្ញុំណាស់ក្រាញ់បាញ់មិញនាងចង់លោតណាស់មែនទេពេលនេះចេះខ្លាចចូលឡានទៀតហ៎ នាងប្រែលឿនណាស់ណោះ លោកមិនចាំបាច់មកដើរដល់ចំពោះខ្ញុំទេណាខ្ញុំគ្រាន់តែប្រាប់លោកទេបើសិនជាខ្ញុំមានបញ្ហាអីកើតឡើងនោះលោកគឺច្បាស់ជាមិនរួចខ្លួននោះទេលោកស្គាល់ប្រវត្តិរបស់ខ្ញុំតិចពេកហើយ ថាម៉េចអ្នកនាង Jasmine បាត់ខ្លួនខ្ញុំមិនយល់ទេថាហេតុអីបានជាទៅបែបនេះពេលនេះខ្ញុំកំពុងទៅតាមរកបង្យុទៀតការងារនៅក្រុមហ៊ុនគាត់ទុកចោលយូរហើយមិនឃើញមកដោះស្រាយសោះ ប៉ាត់ជាពិបាកណាស់បើសិនជាអាចឲ្យពេលវេលាដាស់ថយក្រោយបានខ្ញុំមិនអាចឲ្យបង Jasmine រំលងកសែភ្នែកពីខ្ញុំឡើយខ្ញុំមានអារម្មណ៍ថាប៉ាត់ជាអាណិតបង Jasmine ខ្លាំងណាស់អស់ពីរឿងមួយចូលរឿងមួយក ុំពិបាកចិត្តអីណាសូនីខ្ញុំនៅជាមួយសូនីហើយតាខ្ញុំសន្យាថានឹងធ្វើគ្រប់បែបយ៉ាងដើម្បីជួយសូនីក្នុងការស្វែងរកបងស្រីរបស់សូនីមកវិញកុំបារម្ភអីណាខ្ញុំនឹងជួយអ្នកនាងគ្រប់បែបយ៉ាង លោកវិឆ័យខ្ញុំសុំសួរលោកមួយសំណួរបានទេសង្ឃឹមថាលោកនឹងឆ្លើយវាចេញពីចិត្តចោះណាកុំកុហកខ្ញុំអី បានសួរមកចុះដូចដែលខ្ញុំធ្លាប់បានប្រាប់អ្នកនាងហើយអញ្ចឹងខ្ញុំរាល់ថ្ងៃនេះគ្មានអ្វីលាក់បាំងជាមួយអ្នកនាងទេសូនីកុំបាច់ខ្លាចក្រាញ់ចិត្តអីណា ខ្ញុំគ្រាន់តែមានចម្ងល់ថាមូលហេតុអ្វីបានជាលោកល្អជាមួយខ្ញុំយ៉ាងនេះលោកអាចនិយាយប្រាប់ខ្ញុំបានទេសូមចម្លើយចេញពីបេះដូងរបស់លោកមកណា ខ្ញុំក៏មិនលាក់បាំងអីជាមួយអ្នកនាងទៀតដែរណាសូនីខ្ញុំធ្វើគ្រប់យ៉ាងនេះព្រោះតែខ្ញុំស្រឡាញ់អ្នកនាងខ្ញុំគិតថាអ្នកនាងនេះហើយជាមនុស្សដែលខ្ញុំជ្រើសរើសសម្រាប់អនាគត នេះលោកកំពុងតែលេងសើចជាមួយខ្ញុំមែនទេលោកវិឆ័យតែបើសិនជាពិតមែននោះខ្ញុំគិតថាមនុស្សដូចជាលោកមិនស័ក្តិសមជាមួយខ្ញុំឡើយលោកគួរតែរកមនុស្សស្រីផ្សេងទៅណា ហេតុអីបានត្រូវយករឿងបែបនេះមកលេងសើចសូនីហេតុអីបានជាអ្នកនាងគិតថាអ្នកនាងមិនស័ក្តិសមជាមួយខ្ញុំបែបនេះមានមូលហេតុអីទៅជួយប្រាប់ខ្ញុំឲ្យដឹងផងបានទេ ចង់បានមូលហេតុមែនទេមូលហេតុនោះគឺលោកជាមនុស្សសាវាងហើយសូនីខ្ញុំនេះគឺជាមនុស្សស្មោះនឹងស្នេហ៍ពួកយើងមិនស័ក្តិសមជាមួយនឹងគ្នាទេណាលោកវិឆ័យខ្ញុំមិនបានទុកចិត្តលោកឡើយក៏ព្រោះតែខ្ញុំមិនចង់យកបេះដូងរបស់ខ្ញុំទៅប្រឡូកប្រឡាក់ជាមួយនឹងការឈឺចាប់ទេខ្ញុំសុំទោសផងណាដែលនិយាយតាមត្រង់ អ្នកនាងហេតុអីបានជាយកអតីតកាលរបស់ខ្ញុំមកពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្នបែបនេះធ្វើបែបនេះខ្ញុំមានអារម្មណ៍ថាអន់ចិត្តជាមួយអ្នកនាងខ្លាំងណាស់
ខ្ញុំទទួលស្គាល់ថាពីមុនខ្ញុំខូចខ្ញុំមិនល្អខ្ញុំសាវ៉ាតែអ្នកនាងត្រូវគិតថាមនុស្សដែលសាវ៉ាគឺជាមនុស្សដែលមានស្នេហាដំបូងហើយគេជាមនុស្សដែលធ្លាប់ស្មោះស្នេហាខ្លាំងបំផុតអ្នកនាងដឹងទេពេលនោះគេក្បត់ខ្ញុំស្រឡាញ់គេខ្លាំងណាស់តែគេក្បត់ខ្ញុំទៅយកមិត្តភ័ក្តិរបស់ខ្ញុំដែលជិតស្និទ្ធបំផុតតាំងពីពេលនោះមកខ្ញុំស្អប់មនុស្សស្រីណាស់មនុស្សស្រីគឺខ្ញុំមិនចង់និយាយទេព្រោះខ្ញុំគិតថាមនុស្សស្រីទាំងអស់គឺមិនដូចគ្នា ហើយចុះនៅពេលនេះលោកនៅស្អប់មនុស្សស្រីទៀតដែរទេបើសិនជានៅស្អប់ទៀតមិនចាំបាច់និយាយបន្តទៀតឡើយក៏ព្រោះតែខ្ញុំក៏បានគិតរួចហើយដែរថាលោកនឹងមិនស្មោះត្រង់ជាមួយខ្ញុំនោះទេ ខ្ញុំយកជីវិតមកស្បត់ណាស់សូនីវ័យរបស់ខ្ញុំនេះគឺជាវ័យដែលត្រូវគិតគូរពីអនាគតខ្ញុំឈប់សាវ៉ាហើយខ្ញុំបានជួបអ្នកនាងគឺអ្នកនាងបានកែប្រែខ្ញុំទោះជាយើងមិនមែនជាសង្សារនឹងគ្នាក៏ដោយតែមួយរយៈដែលនៅក្បែរអ្នកនាងគឺខ្ញុំមានអារម្មណ៍ថាកក់ក្ដៅនឹងស្គាល់អ្វីជាតម្លៃនៃការស្រឡាញ់ កាត់តែមនុស្សប្រុសដែលមានប្រវត្តិមិនល្អដូចជាលោកពូការសម្ដីណាស់ហ្នឹងខ្ញុំមិនលាក់បាំងជាមួយលោកនោះទេណាវិឆ័យតាមការពិតទៅខ្ញុំមានមនុស្សក្នុងចិត្តហើយគេក៏មានខ្ញុំដូចគ្នាដែរខ្ញុំអរគុណលោកហើយណាស់សម្រាប់ក្តីស្រឡាញ់មួយនេះបើសិនជាគ្មានគេម្នាក់នោះខ្ញុំប្រកាសជាស្វែងយល់ពីលោកឲ្យបានច្រើនជាងនេះតែនេះមិនអាចទេខ្ញុំមានគេហើយ ពិតមែនទេមិនអីទេណាសូនីខ្ញុំអរគុណច្រើនដែលអ្នកនាងមិនបានស្អប់ខ្ញុំសង្ឃឹមថាទោះពួកយើងមិនមែនជាសង្សារតែខ្ញុំសូមត្រឹមតែជាមិត្តល្អរបស់អ្នកនាងរហូតទៅបានទេ ចាប្រកាសជាបានណាស់ឲ្យតែលោកសប្បាយចិត្តហើយញញឹមបានបែបនេះខ្ញុំព្រមធ្វើតាមលោកណាស់ សូនីមិនថាពេលនេះអូនមានអ្នកណាអូនបដិសេធបងបែបណាប៉ុន្តែអូនដឹងទេក្តីស្រឡាញ់ដែលបងមានឲ្យអូនគឺធំធេងខ្លាំងណាស់បងមិនដែលផ្ដល់ក្តីស្នេហាបែបនេះឲ្យនរណាម្នាក់ពីមុនមកទេបងសន្យាជាមួយខ្លួនឯងរួចហើយមិនថាចម្លើយរបស់អូនបែបណានោះទេបងនឹងនៅរងចាំអូនឆ្លើយថាស្រឡាញ់បង